បាទជំរាបសួរសួស្តីបងថ្ងៃនេះយើងមានការងារមួយទៀតគឺតឡាកាមេរ៉ាជូនបងស្រីនៅខាងចកាដងហើយកាមេរ៉ាដែលបងស្រីយកនេះជាប្រភេទកាមេរ៉ា TY1 បើ EZV ប្រភេទ indoor ប៉ុន្តែបងស្រីឲ្យចាប់នៅមុខផ្ទះនេះដោយសារទីតាំងរបស់គាត់អត់មានត្រូវទឹកភ្លៀងទៅអីទេអញ្ចឹងយើងអាចចាប់នៅមុខនឹងបានហើយជាទូទៅមុននឹងចាប់ផ្ដើមការងារខ្ញុំតែងតែមានកាបូបមួយកាបូបជាងស្ពីតាមខ្លួនអញ្ចឹងណាអញ្ចឹងយើងឆែកមើលទៅថាសម្ភារៈណាដែលយើងគួរតែដាក់តាមពេលដែលយើងឡើងចរាឡើងអីចឹងណាព្រោះយើងមើលដែរថាការងារហ្នឹងយើងមានត្រូវការសម្ភារៈខ្លះស្រួលចឹងដាក់ទៅកុំឲ្យយើងខ្វះខាតពេលយើងឡើងចរាខ្ពស់ចឹងណាអូខេការងារបន្ទាប់នេះគឺយើងដូរផ្លែស្វានដែកមកព្រោះផ្លែស្វាននេះស្វានបានដែកបានញោមបានជ័យហ្នឹងគឺបានទាំងអស់ដោយសារទីតាំងរបស់បងស្រីគឺអត់មានឡៃចេញខ្សែមកខាងក្រៅបានទេអញ្ចឹងមានតែយើងត្រូវការចោះមកប្រឡោះដើម្បីយកខ្សែភ្លើងចេញមកខាងក្រៅអញ្ចឹងណាអូខេបន្ទាប់ពីយើងចោះខ្សែរួចរាល់យើងក៏បានចុះមកខាងក្រោមរៀបចំកាមេរ៉ាហ្នឹងដែលត្រូវចាប់ជូនបងស្រីអញ្ចឹងនៅក្នុងកាមេរ៉ានេះខ្ញុំ unboxing វាបណ្ណាមកដើម្បីត្រូវដាក់ memory ដាក់អីចាប់ជើងចាប់អីវាឲ្យហើយអញ្ចឹងព្រោះយើងត្រូវធ្វើឲ្យហើយនៅខាងក្រោមទៅពេលដែលយើងឡើងទៅដល់យើងនឹងថាអូខេឧបករណ៍ណាខ្លះយើងត្រូវដាក់ឡើងទៅលើខ្លះអញ្ចឹងណាកុំឲ្យពិបាកយើងចុះឡើងពី3តង់ឥឡូវយើងតដូចញីហើយដល់ដូចស៊ីមវាមកហើយចេញកតុយមកហើយមកនេះចេញកតុយ Type C វាមកហើយមកហ៊ីងលុកវាមកហើយយើងចាប់ជើងចូលមកនេះក្បាលវាមានព្រួយនេះខ្ញុំចាប់ក្បាលព្រួយហ្នឹងមកវិញមកអូខេដល់កតុយ Type C មកខ្សែសល់nokចូលវិញមកអូនេះម្ដងបានបាត់នេះខ្សែសល់យើងរុញចូលវិញមកអានេះប្រភេទ indoor ណាតែយើងចាប់ដោយសារទីតាំងគាត់អត់មានត្រូវភ្លៀងដល់ពេលអត់ត្រូវភ្លៀងអញ្ចឹងយើងអត់អីទេហ្នឹងយើងអាចដាក់ខែហ្នឹងបានតែបើទូទៅអត់ recommend ឲ្យដាក់នៅក្រៅទេតែត្រូវទឹកភ្លៀងគេអត់ warranty យើងទេអូខេចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានត្រឹមតែប៉ុណ្្នឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការមើលដល់ចប់ចាំជួបគ្នានៅវីដេអូបន្តទៀតបាយបាយ